សូមលំអរកាយគោរពព្រះធេរានុត្រៈព្រះអង្គជាទីគោរពសក្ការៈของผมពូសូមគោរពជំរាបសួរលោកបណ្ឌិតជុំសុនណាងដែលជាគ្រូឧទ្ទេសដឹកនាំក្រុមទី3របស់ខ្ញុំកណ្ណាខ្ញុំបាទជាទីគោរពរាប់អានសូមគោរពសំណាក់និស្សិតក៏ដូចជានិស្សិតដែលជាមិត្តរួមថ្នាក់ទាំងអស់មានវត្តមាននៅទីនេះជាទីគោរពស្រឡាញ់ផងដែរថ្ងៃនេះក្រុមកណ្ណាខ្ញុំបាទបានលើកយកនៅប្រធានបទទាក់ទងទៅនឹងផ្នែកអំបូរភាសានិយាយអំពីនាមរណបយកមកធ្វើបទបង្ហាញដោយមានការនិមន្តពីសំណាក់បដិប្រគុណងងខនបដិប្រគុណគួយរាវិនរួមទាំងខ្ញុំកណ្ណាខ្ញុំបាទហើយមុននឹងឈានចូលដល់បង្ហាញក៏សូមមេត្តាខន្តីអភ័យទោសទុកពីមុនរាល់កំហុសឆ្គងទាំងឡាយដែលបានកើតឡើងដោយអចេតនាទៅលើផ្នែកបច្ចេកទេសក្តីកាយវិការក្តីឬក៏ពាក្យពេចន៍បរិយាយត្រង់ណាដែលពុំសមគួរក្តីហើយនៅក្នុងនេះដែរគោលបំណងគឺដើម្បីចែករំលែកនៅចំណេះដឹងនៃការស្រាវជ្រាវបន្តិចបន្តួចនេះឲ្យកើតទៅជាប្រយោជន៍ទៅដល់បងប្អូនដែលជាអ្នកស្រឡាញ់នៃវិស័យសាស្ត្រខ្មែរជាពិសេសអ្នកជំនាន់ក្រោយឲ្យបានយល់ដឹងអំពីនាមរណបថាតើនាមរណបនេះនៅក្នុងជីវភាពរស់នៅរបស់យើងមានប្រើពាក្យពេចន៍អ្វីខ្លះហើយការប្រើប្រាស់នាមរណបបានត្រឹមត្រូវនឹងឆ្លុះបញ្ចាំងពីគុណសម្បត្តិនៃភាសាខ្មែរយ៉ាងណាដែរជាបន្តក៏សូមរដ្ឋាភិបាលនិមន្តក៏ដូចជាគ្រប់អញ្ជើញប្រិយមិត្តទាំងអស់ទស្សនានៅវីដេអូខ្លីនេះដោយមេត្រីសូមនមស្ការលោកម្ចាស់គ្រប់ព្រះអង្គចម្រើនពរលោកគ្រូសាស្ត្រាចារ្យចម្រើនពរនិស្សិតគ្រប់រូបសម្រាប់កម្មវិធីមុខវិជ្ជាអំបូរភាសាជាបឋមខ្ញុំកណាពិភពហងកូនសូមនមស្ការលោកម្ចាស់គ្រប់ព្រះអង្គចម្រើនពរលោកគ្រូបណ្ឌិតសុនជំនាងនិងសំណាក់និស្សិតគ្រប់គ្នាដែលមានវត្តមាននៅក្នុងឋានៈនេះក្រុមខ្ញុំកណាអាត្មាភាពមានសមាជិកក្រុមចំនួន3អង្គអ្នកដែលមានខ្ញុំកណាអាត្មាភាពអ៊ុយរាវិនបងប៉ែនប៉ូលីននិងព្រះអង្គងន់ខនក្នុងការសិក្សាស្រាវជ្រាវលើប្រធានបទនេះក៏ដូចជាការបកស្រាយលើប្រធានបទនេះក្រុមរបស់ខ្ញុំកណាអាត្មាភាពបានធ្វើជារចនាសម្ព័ន្ធនៃការសិក្សាស្របទៅតាមគោលការណ៍របស់សាលាដែលយើងធ្វើទៅតាមបែបបទរបស់សាលាមាន5ជំពូកដែលជំពូកទី1គឺយើងនិយាយអំពីសេចក្តីផ្ដើមជំពូកទី2គឺយើងនិយាយអំពីទ្រឹស្ដីពាក់ព័ន្ធទៅនឹងនាមរណបជំពូកទី3គឺយើងនិយាយអំពីលទ្ធផលវិភាគការប្រើប្រាស់នាមរណបជំពូក4និយាយអំពីលទ្ធផលពីការវិភាគនាមរណបជំពូក5និយាយអំពីសេចក្តីស្ថានភាពនិងអនុសាសន៍និងកន្ធនិទេសដែលយើងបង្ហាញពីឯកសារយោងជាកិច្ចដែលត្រូវបកស្រាយបន្តខ្ញុំកណាអាត្មាភាពសូមផ្ដល់តួនាទីដល់សមាជិកក្រុមព្រះអង្គងន់ខនព្រះអង្គឡើងមកបកស្រាយជំពូកទី1ខ្ញុំកណាសូមបន្តតទៅទៅនឹងជំពូក1នេះគឺលំនាំនៃការស្រាវជ្រាវហើយលំនាំនៃការស្រាវជ្រាវនេះគឺនៅក្នុងភាសាខ្មែរយើងគឺត្រូវបានអ្នកសិក្សាកំណត់អពានជាច្រើនប្រភេទសម្រាប់ប្រើប្រាស់ក្នុងភាសាខ្មែរក្នុងនោះក៏ដូចជានាមសព្ទកិរិយាសព្ទគុណនាមឬមួយសព្វនាមឈ្នាប់វិបាកឬមួយថានាមរណបយ៉ាងទៅហើយក្នុងទីនេះក៏យើងលើកយកតកតងនឹងនាមរណបហើយចោទជាសំណួរ3ទី1តើនាមរណបមានមុខងារប្រើប្រាស់បែបណាក្នុងភាសាខ្មែរហើយទី2តើនាមរណបមានលក្ខណៈសម្គាល់នៃការប្រើប្រាស់លើអ្វីខ្លះក្នុងភាសាខ្មែរហើយទី3តើអ្នកសិក្សាយល់ដឹងអ្វីខ្លះពីការប្រើប្រាស់មុខងារនៃនាមរណបក្នុងភាសាខ្មែរហើយក្នុងនោះដែរក៏យើងឃើញគោលបំណង3ទី1គឺសិក្សាភាពច្បាស់លាស់ក្នុងការប្រើប្រាស់នាមរណបទី2លក្ខណៈសម្គាល់នៃការប្រើប្រាស់នាមរណបទី3ស្វែងយល់ពីការប្រើប្រាស់មុខងារនាមរណបហើយដែនកំណត់និងវិសាលភាពគឺយើងបដោតតែពីចំណុចទេទី1គឺយើងវិភាគមុខងារក្នុងការប្រើប្រាស់នាមរណបទី2គឺយើងបង្ហាញលក្ខណៈសម្គាល់នៃការប្រើប្រាស់ឲ្យច្បាស់លាស់ពីនាមរណបហើយសារៈសំខាន់
នៃការស្រាវជ្រាវនេះវាមានសារៈសំខាន់ក្នុងការសិក្សាភាសាខ្មែររបស់យើងឲ្យដឹងពីទូនាទីហើយនិងការប្រើប្រាស់លក្ខណៈរបស់នាមរណបហ្នឹងហើយតើតើនឹងវិធីសាស្ត្រក៏យើងស្រាវជ្រាវឯកសារដែលជាប់តើតើនឹងនាមរណបហ្នឹងមកបញ្ជាក់មកសិក្សាបន្ថែមហើយតើតើនៅក្នុងនោះក៏យើងមានរចនាសម្ព័ន្ធដែលមួយតើតើនឹងទី1តើតើនឹងចំពោះ1គឺផ្ដើមសេចក្តីផ្ដើមទី2ទ្រឹស្ដីប្រព័ន្ធនឹងនាមរណបទី3វិភាគការប្រើប្រាស់របស់នាមរណបទី4លទ្ធផលនៃការវិភាគរបស់នាមរណបទី5សន្និដ្ឋាននិងអនុសាសន៍ហើយមានគន្ធនីតិថែមទៀតហើយចំពោះ2គឺយើងតើតើនឹងរំលឹកទ្រឹស្ដីតើតើនឹងនាមរណបហើយទី1យើងស្គាល់តើតើនឹងនាមស័ព្ទនាមស័ព្ទគឺយើងនិយាយតើតើនឹងស័ព្ទដែលសម្ដែងនៅលក្ខណៈរបស់ឈ្មោះមនុស្សសត្វទ្រព្យសម្បត្តិរបស់អ្វីៗទាំងពួងនេះគឺតើតើនឹងនាមនៅក្នុងនេះស្រេចហើយក្នុងនោះដែរក៏មានគេបែងចែកដោយក្រសួងអប់រំបែងចែកជា8ទី1គឺនាមសាធានាមអសាធានាមរូបិយនាមអរូបិយនាមជីវចរនាមអជីវចរនាមកនាមការនេះសង្ខេបហើយមានការបែងចែកតាមលោកសួនរស័ព្ទទេប៉ុន្តែមិនបានលើកមកទេគ្រាន់តែបង្ហាញទៅទ្រង់ហើយតើតើនឹងនាមប្រណបអញ្ចឹងនាមប្រណបគឺជានាមបង្ហាញពីឯកតាសម្គាល់មនុស្សសត្វវត្ថុរង្វល់ដែលគេប្រើប្រាស់សម្រាប់ក្នុងភាសាខ្មែរឬមួយក្នុងភាសាណាមួយហើយនាមរណបនោះគឺយើងអាចសង្កេតបានគឺនៅខាងស្ដាំគុណនាមចំនួនហើយតើតើនឹងតើតើនឹងនាមរណបនេះផងដែរនៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃរាជនាថក៏លោកមិនឃើញមានប្រើពាក្យថានាមរណបមិនដែរគឺប្រើជាសង្ខានុគ្រោះហើយសង្ខានុគ្រោះនោះក៏យើងឃើញថាប្រើខាងស្ដាំរបស់សង្ខាស័ព្ទគឺឬមួយថាចំនួនលេខចំនួនដែលបញ្ជាក់ដូចជាតើតើនឹងកាន់វគ្គក្បាលខ្នងខ្សែអ្នកបន្ទះសម្លឹកអីជាដើមហើយដែលវចនានុក្រមអង់គ្លេសតើតើនឹងនាមរណបនេះគឺនិយមន័យគឺជានាមសម្រាប់បញ្ជាក់ពីឯកតាសម្គាល់មនុស្សសត្វវត្ថុរបស់រង្វល់ដែលគេប្រើប្រាស់ហើយក្នុងនោះក៏លោកលើកតើតើនឹងមេឬមួយខ្នងជាបញ្ជាក់ដូចជាអាគារមួយខ្នងអញ្ចឹងទៅហើយក្រសួងអប់រំលោកលើកមកដែរតើតើនឹងនាមរណបហ្នឹងគឺសម្រាប់ប្រើប្រាស់ដូចជាសត្វតើតើនឹងវត្ថុឬមួយប្រសង់ឬមួយអីផ្សេងជាដើមដូចជានៅក្នុងនោះក៏លើកតើតើនឹងសត្វតើតើនឹងមាន់5ក្បាលអីចឹងទៅគោមួយនឹមអញ្ចឹងទៅមកហើយចុងក្រោយគឺអ្នកវិទ្យាករខ្មែរក៏លើកមកដែរតើតើនឹងនាមរណបហ្នឹងគឺបង្ហាញពីឯកតាសម្គាល់មនុស្សសត្វហើយវត្ថុដូចគ្នាដែរហើយក្នុងនោះក៏លោកលើកមកតើតើនឹងទានមួយវងអីចេកមួយស្និតអីមកហើយយើងមកមើលលក្ខណៈសម្គាល់របស់នាមរណបនឹងវិញដូចទៅនឹងលក្ខណៈសម្គាល់របស់នាមរណបនេះទី1គឺសម្គាល់សត្វសម្គាល់មនុស្សសម្គាល់មនុស្សដូចជាកសិករ3នាក់អញ្ចឹងនេះគឺអ្នកហ្នឹងគឺសម្គាល់សម្គាល់ឲ្យមនុស្សហើយដល់តើតើនឹងលក្ខណៈសត្វលក្ខណៈសត្វដូចជាសត្វស្លាបមួយវងដូចជាក្របីមួយនឹមអញ្ចឹងនឹមមួយវងហ្នឹងគឺបញ្ជាក់អំពីលក្ខណៈរបស់សត្វតែវត្ថុវត្ថុ
đôi chia dập hơi một ba là dập hơi bảy ba hay thì buôn nó cứ tự tông không bỏ đôi chia là ông có bay glo ấy đá hay sang bay lít trắng trong trong hai bọc hàng thì nó cứ bật chóp xong vậy còn tó mà chắc cầu អរគុណព្រះអង្គចាស់ទាំងពីរព្រះអង្គជាបន្តខ្ញុំកណ្ដាលខ្ញុំបាទសូមលើកយកបទបន្ថែមទៀតពាក់ព័ន្ធទៅនឹងជំពូកទី 3 ជំពូកទី 3 វិភាគនឹងការប្រើប្រាស់នាមរនាមដែលចំណុច 3.1 ខ្ញុំកណ្ដាលខ្ញុំបាទបានលើកយកអំពីនាមរនាម 3.1.1 ហ្នឹងវិភាគលក្ខណៈសម្គាល់នៃការប្រើប្រាស់នាមរនាមតើការសម្គាល់នាមរនាមហ្នឹងអាចធ្វើបានដោយប្រការណាខ្លះ អញ្ចឹងនេះគឺជាលក្ខណៈសម្គាល់នៃការប្រើប្រាស់ទូទៅទីមួយគឺយើងអាចសម្គាល់បានទៅលើទីតាំងជាផ្នែកមួយយ៉ាងសំខាន់កាលណាយើងស្គាល់ទីតាំងច្បាស់ធ្វើឲ្យយើងអាចកំណត់ពាក្យនឹងបានត្រឹមត្រូវផងដែរអញ្ចឹងនាមរនាមតែងតែស្ថិតនៅខាងស្ដាំគុណនាមចំនួនលេខជានិច្ចបាទផ្លាស់ប្ដូរទេហើយទី2តម្រង់ពាក្យទូទៅពាក្យដែលយើងតែងតែយកមកធ្វើជានាមរនាមមានដូចជាដើមគ្រាប់ក្បាលទាំងគូគ្រឿងតងសន្លឹកដុំមេកន្លែងចំណុចនេះខ្ញុំកណ្ដាលខ្ញុំបាទសូមរំលឹកថាវាអាស្រ័យទៅលើរបស់ទាំងនោះដែរអញ្ចឹងរបស់ខ្លះក៏យើងអាចសម្គាល់បានដូចជានេះក្បាលគ្រាប់ហ្នឹងគឺសម្គាល់ទៅលើមនុស្សសម្គាល់ទៅលើវត្ថុសម្គាល់ទៅលើរុក្ខជាតិបាទអញ្ចឹងជាបន្តទៀតនេះគឺយើងចូលដល់ចំណុច 3.2 ប្រភេទសម្គាល់ក្នុងគ្រឿងប្រើប្រាស់នាមរនាមថាតើគ្រឿងប្រើប្រាស់ក្នុងនាមរនាមមានអីខ្លះអញ្ចឹងសម្គាល់ឯកតាមនុស្សមានដូចជាពាក្យថាក្រុមនេះគឺក្រុមគណបកអញ្ចឹងទៅឬក៏មនុស្សដែលមានការប្រកាន់និន្នាការណាមួយអង្គគឺសំដៅទៅលើផ្នែកពុទ្ធសាសនាឬក៏ទៅលើព្រះមហាក្សត្រអីចឹងរូបនេះក៏ដូចគ្នាអាចសម្គាល់ទៅលើមនុស្សចូលរួមនឹងជាបេក្ខជនប្រមាណរូបប្រមាណបេក្ខភាពអញ្ចឹងណាបាទហើយអ្នកនេះគឺសម្គាល់ទៅលើទូទៅពាក្យទូទៅដែលយើងប្រើបានចំពោះមនុស្សសាមញ្ញអញ្ចឹងខាងក្រោមនេះសម្គាល់ឯកតាសត្វនេះគឺនាមរនាមក្នុងភាសាខ្មែរមានលក្ខណៈពិសេសត្រង់ចំណុចហ្នឹងខ្ញុំកណ្ដាលខ្ញុំសូមបញ្ជាក់ថាយើងអាចប្រើលោកឡំគ្នាបានទេនៅក្នុងភាសាខ្មែរគឺមានឋានានុក្រមនៅក្នុងផ្នែកវប្បធម៌ហើយក៏ដូចជាឋានានុក្រមនៅក្នុងផ្នែកការទូតឬក៏ច្បាប់ផងដែរអញ្ចឹងសម្គាល់វងនេះគឺលើសត្វពួកក្បាលនឹមគូអញ្ចឹងឧទាហរណ៍ដូចជាគោមួយវងអីចឹងទៅបាទអញ្ចឹងសត្វច្រើនពួកអញ្ចឹងទៅបាទហើយសម្គាល់ឯកតាវត្ថុនោះមានដូចជាគូដុំប្រអប់កញ្ចប់យួរសន្លឹកផ្ទះអញ្ចឹងគូនេះយើងដឹងថាស្បែកជើងមួយគូពីរគូដុំហ្នឹងគឺដុំថ្មមួយដុំពីរដុំអីចឹងទៅប្រអប់ហ្នឹងបារីប្រហែលកញ្ចប់អីចឹងទៅបាទហើយយួរនេះទឹកប្រហែលយួរបាទសន្លឹកហ្នឹងกระดาษហ្នឹងប្រហែលសន្លឹកសភៅហ្នឹងមានប្រហែលសន្លឹកហ្នឹងទៅបាទហើយបន្ទះតែក្តារហ្នឹងមានប្រហែលបន្ទះចឹងទៅជាបន្តទៀតសម្គាល់ឯកតារុក្ខជាតិដើមគុំមែកតងធៀងខ្ពរអញ្ចឹងខាងមុខនេះគឺបងប្អូនអាចស្គាល់ហើយនេះងាយទេគុំនេះក៏ស្រួលដែរមែកតងធៀងឯហ្នឹងប៉ុន្តែខ្ពរនេះមានអ្នកខ្លះគាត់ដូចជាអ្នកជំនាន់ក្រោយយើងអត់សូវបានចាប់អារម្មណ៍ទេកន្លែងខ្ពរនេះគឺសំដៅលើខ្ពរការស្លាអញ្ចឹងណាការដូងកាយនេះគេរាប់ជាខ្ពរជាបន្តអញ្ចឹងនេះឈានដល់ចំពោះទី3ការវិភាគការប្រើប្រាស់នាមរនាមដដែលទេប៉ុន្តែចំណុច 3.2.1 សម្គាល់ឯកតាមនុស្សនាមរនាមបាទសំទោសបាទនេះនាមរនាមសម្រាប់សម្គាល់ឯកតាវត្ថុមានដូចជាគូដុំប្រអប់កញ្ចប់យួរសន្លឹកបន្ទះហ្នឹងឧទាហរណ៍ពេញលេញនេះជាល្បះតែម្ដងមុននេះគឺខ្ញុំកណ្ដាលខ្ញុំបាទគ្រាន់តែលើកជាឧទាហរណ៍ខ្លីៗបាទឥឡូវនេះសូមបង្ហាញជូននៅល្បះទម្រង់ពេញចង្កឹះមួយគូនេះចង្កឹះមួយគូពាក្យគូនេះជានាមរនាមបញ្ជាក់ឯកតាចំនួនច្បាស់លាស់របស់នាមចង្កឹះអញ្ចឹងចង្កឹះគេរាប់ជាគូបាទជាបន្តនេះគឺចំណុច 3.2.4 សម្គាល់ឯកតារុក្ខជាតិនាមរនាមសម្គាល់ឯកតារុក្ខជាតិមានដើមគុំមែកធៀងតងពនៅខាងលើហ្នឹងឥឡូវយើងមើលឧទាហរណ៍ពេញលេញគឺដូង3ដើមបាទដូង3ដើមពាក្យដើមនេះ
ជានាមរនាប់បញ្ជាក់ឯកតាចំនួនច្បាស់លាស់របស់ពាក្យនាមដូងជាបន្តទៀតបាទ 3.3 មុខងារនាមរនាប់នាមរនាប់គឺមានមុខងារសំខាន់មួយចំនួននៅក្នុងឃ្លានិងប្រយោគបង្ហាញពីຂ្នាតឬក៏ឯកតារាប់វាបង្ហាញអំពីຂ្នាតផងនិងឯកតារាប់ផងបង្ហាញពីទម្រង់រូបរាងឬក៏លក្ខណៈនៃវត្ថុហ្នឹងមានថាពិពណ៌នាបាទនាមរនាប់ហ្នឹងមានលក្ខណៈជាការពិពណ៌នាអានេះគឺបង្ហាញអំពីខ្សែបាទទំហំហើយខាងក្រោមនេះគឺបង្ហាញពីຂ្នាតរង្វាស់រង្វាល់ຂ្នាតរង្វាស់រង្វាល់ឬក៏ទំហំឬក៏ចំណុះអីចឹងណាបាទ 3.4 តួនាទីនាមរនាប់តួនាទីសំខាន់របស់នាមរនាប់មានដូចខាងក្រោមទី1តួនាទីបរិមាណនិងឯកតាទី2តួនាទីចំណាត់ថ្នាក់ក្រុមឬក៏ប្រភេទទី3តួនាទីកម្មបត្តិឬក៏ប្រធានជំនួសទី4តួនាទីផ្ដល់រូបអារម្មណ៍ទី5តួនាទីផ្ដល់ន័យធៀបអញ្ចឹងតួនាទីទាំង5នេះនឹងបរិយាយនាពេលខាងមុខនេះសូមតាមដានទស្សនាជាបន្តទៀតជាមួយខ្ញុំកណ្ណាខ្ញុំបាទអញ្ចឹង 3.4.1 យើងនិយាយអំពីតួនាទីបរិមាណនិងឯកតាបរិមាណគឺនិយាយអំពីចំនួនតិចឬច្រើនណាឯកតានឹងមានប្រមាណអញ្ចឹងយើងមិននិយាយថាសក់3ទេគឺយើងត្រូវនិយាយថាសក់3សរសៃអញ្ចឹងសក់នាមហើយ3នឹងគឺគុណនាមចំនួនអីហើយដល់ពេលសរសៃនេះគឺជានាមរនាប់តែម្ដងនេះបាទ 4.2 តួនាទីចំណាត់ថ្នាក់ក្រុមឬក៏ប្រភេទអញ្ចឹងចំពោះព្រះសង្ឃគឺប្រើ1អង្គចំពោះមនុស្សទូទៅប្រើ2នាក់ចំពោះសត្វគឺប្រើ3ក្បាលអញ្ចឹងយើងចូលដល់ចំណុចទី 3.4.3 តួនាទីកម្មបត្តិឬប្រធានជំនួសឡើយនេះគឺសំខាន់ដោយសារតែយើងព័ត៌មានខាងលើមកសុទ្ធតែបងប្អូនសំណាក់និស្សិតក៏ដូចជានិស្សិតទាំងអស់ហ្នឹងយើងទាំងអស់គ្នាធ្លាប់ជួបនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃប៉ុន្តែឡើយនេះគឺតាក់ទងទៅនឹងផ្នែកវិជ្ជាករក្បួនសំណេរឧទាហរណ៍ខ្ញុំទិញសៀវភៅបាន2ក្បាលចំណែកប្អូនខ្ញុំទិញបាន3ក្បាលដែរពាក្យក្បាលទី2ដើរតួជំនួសឲ្យពាក្យសៀវភៅនេះក្បាលបាទជំនួសឲ្យពាក្យសៀវភៅនៅឃើញថាល្បះនេះគឺចែកចេញជា2បើសិនជាយើងញែកមកគឺ2ល្បះប៉ុន្តែគេបាញល្បះ2នេះចូលគ្នាបានល្បះតែមួយទេដោយប្រើក្បាលនេះជំនួសឲ្យសៀវភៅនេះតែម្ដងនេះបាទសូមពិនិត្យមើលនៅក្នុងឧទាហរណ៍របស់យើងលក្ខណៈពិសេសនៃនាមរនាប់អញ្ចឹងខ្ញុំបកណ្ណាគឺបាទសូមបង្ហាញបន្តទៀត 3.4.4 តួនាទីផ្ដល់រូបអារម្មណ៍តើនាមរនាប់ផ្ដល់រូបអារម្មណ៍យ៉ាងដូចនេះខ្លះអញ្ចឹងសូមទស្សនាជាមួយនឹងខ្ញុំកណ្ណាសុបាទបាយមួយពំនូតដល់រូបភាពបាយដែលគេក្តាប់ឬពូតជាដុំមើលឃើញសកម្មភាពមនុស្សធ្វើអញ្ចឹងសកម្មភាពនេះតើតែយើងធ្លាប់បានធ្វើដែរធ្លាប់បានឃើញដែរដល់ពេលយើងឃើញល្បះនេះគឺរំលឹកទៅអនុស្សាវរីយ៍ដើមវិញបាយពំនូតអញ្ចឹងពំនូតនេះមកពាក្យថាពូតអញ្ចឹងកំណើតនៃនាមរនាប់ហ្នឹងក៏វាមានប្រភេទប្រភពហ្នឹងផ្សេងៗគ្នាដែរខ្លះចេញពីនាមទៅចេញពីគុណនាមឬក៏ចេញពីកិរិយាខ្លៃអញ្ចឹងណាបាទអញ្ចឹងបន្តទៀតនេះ 3.4.5 តួនាទីផ្ដល់ន័យធៀបសម្ដីគាត់មួយម៉ាត់មានតម្លៃដូចមាសមួយដុំយកនាមរនាប់ដុំមកធៀបដើម្បីបង្ហាញពីភាពធ្ងន់ធ្ងរនិងតម្លៃខ្ពស់នៃសម្ដីអញ្ចឹងនាមរនាប់ខ្លះទៀតគឺអាចយកមកប្រើជាកម្រិតនៃគុណភាពកម្រិតនៃការយល់ឃើញបាទឬក៏កម្រិតនៃចំណេះដឹងអញ្ចឹងយើងឃើញសម្ដីមួយម៉ាត់នេះគេប្រើជាមេតាផ័រហ្នឹងគឺប្រៀបធៀបឲ្យដោយប្រើនៅទំនាបនៃឧបមាវិញដូចមាសមួយដុំនេះសម្ដីមួយម៉ាត់នេះគឺជាមេតាផ័រអានេះវិញគឺជាទំនាបនៃឬក៏ឧបមាអញ្ចឹងសូមទស្សនាជាមួយនឹងខ្ញុំកណ្ណាខ្ញុំបាទជាបន្តទៀតថាតើនាមរនាប់អាចប្រើឬក៏បរិយាយបានយ៉ាងណាខ្លះទៀតជាបន្តខ្ញុំកណ្ណាអាត្មាភាពសូមមកបកស្រាយបន្តក្នុងចំពោះ4ហើយចំពោះ4នេះយើងនិយាយអំពីលទ្ធផល
ในการวิเคราะห์นิมรนอบจักบุญจักมวยการวิเคราะห์เลยมกนี้จักได้นิมรนอบบุญจักมวยการชมเหมือนจังที่ขนาดโดยกบไอกตาแล้วแต่พอในการสร้างเรื่องมกนี้ขนาดมกนี้ที่ขนาดโดยไอกตานี้ตระบานบางใจจะคือตำรวจโดยสังเคราะห์ที่มวยคือการชมเหมือนจังที่ไอกตารบตูนปฏิหอบองปลอกย้อมติงลานไม่หมุนเครื่องจังเปียเครื่องชมเหมือนจังที่ไอกตารบตูในปัจจุบันควรดำเนินลานได้เป็นเจ้าทำเงินจำนวนปัดประกอบคือมวยปีการชอบเป็นจังที่ไอกตารบถือกรมหรือคือกันจ็อบหรือการหาทางไอกตารบซ่อมปฏิหอมันได้ย้อมติงเจมวยสนัดตัววอดจังเปียสนัดเจียขนาดรอบได้ประโมกน้องพลายเจจิจารน้องมวยสนัดยืบีไอดอบtừ đập ram phải cho nên mà tiếp dương 4 trên 1 chập phí cả bằng 2 phi tùm rống rụp riêng lại cả nạ vật thổ miên tùm rống trầu vẹn rồi bẩn toát và tiêu hóa có tên ẩm bấu bị đào nhưng xài cô mùi trồng vài vật thổ đài miên riêng sầm phái rít đào và tiêu hóa chiên cầm nú cầm công cu rúp lơ cả đăng mùi sần lắc cả đài kín mùi tiền vật thổ đài miên tùm rống mùi phong rừng nhiệt đồng và tiêu hóa cột sál miên kli bay crop nâng núng bụi đông được khoảng đài nên chắc bị trồng vai bị đám bị sần lắc bị tiếng bị đóng bị crop với sát tay chỉ bằng 2 bị lẹ cả nặng trong tri này vật thổ xanh xanh gì cho nên bắt tiết buồn chật mùi chật bấy cứ ca ăn đồ vót khát rừng vót chạy đầy chẳng biên miên ca ban chạy chiều chỉ bảo phép cái khát bài bồ rán phải lấy được khát sਮਾយchứ khát trầu vén miên thọ miên chồng a miên hát miên chiều thì họ có tinh trà nát số chồng nuốt bay hát đầm bay cạn áo khát chồng rong miên tầm ngôn cầm phong ấy miên chấp miên cái đạp thì họ lục dê luôn co pi bay cái đạp đặt không chan đầm bay ở sài xì chẳng pi hát bị cái đạp ní vi chiên niệm rồi nó và bằng 2 pi ca pra rồi bom mình sớm bồ ra không sớm bài chụp bắn ní còn miền pra đá tí pi cứ khó cứ ca ăn vật bài sớm tầm nở chứ khăn tầm ngón miền provide sang đá km miền lít chỉ đào thì họ chiếu sớm nắng tới ca tinh sai phơi provide 50 mét khăn việc shop không bị chỉ cá miền cái miền đo miền kiểm shop miền kg thì họ trong khối ban cầm bằng tinh thần bồi sấtจำนวน tập cảnh chân bịa cái đây bịa mày mình cái đây vừa bằng 2 pi ca pra khăn trùng qua tụm ngón xong sớm bài chụp bọt để dưới cha thay vi chỉ khăn sớm tụm nước ở trên đây bắt đầu tiên nó cứ dừng này giờ pi ca vi đầm lái lơ tu này tí nhưng anh ti cô ca pra hiểm rồi nọประสิทธิภาพในตัวในตีปริมาณไอกตานี่จะหนาตนักตรงประสิทธิภาพของการกำหนดปริมาณไอกตาฉบับหลอกการลบบำบัดที่สเปซิฟิลคือเป็นในยังปลาเต้าอันมีที่สเปซิฟิลเต้าที่ห่อก็เต็งกระด้างปรามสัญลักษณ์เขาจังมีในทางสัญลักษณ์นั่งไอ้ก็คือกำหนดไอกตาสัญไปเขาปีกวาดเต็งกระด้างปรามน้อมกำหนดบรรเจาไอกตาประโมกน้อมเจียดองกำพลการใช้ตอบแต่ในดำเนินการแต่ในเนียมระนอบช่วยนะหน่อยการรอบเมียนประสิทธิภาพบักหลอกกำลังพวกมันข้องวิสัยเป็นกิจกรรมนั่งแกะในนี้มันไอความบ้านในการประพันธ์จำไอนี่บุญจะพิจารณาประสิทธิภาพในตัวในที่ปริมาณไอกตาจำนวนขณะกรมปีประสิทธิภาพขนมตัวในที่จำนวนขณะกรมหรือประเภทการจำนวนขณะกรมตามขณะระบบสังคมการปราบปีองเนี่ยชมเป็นจังปีประสิทธิภาพของการบรรจัยขณะสิงคโปร์มีปอปิจัดปัญญวันไปจีจนเติจะได้ใบการจำนวนขณะกรมและคณะคอมมิชชั่นวัปทปทคลาสตรบานโปรโมชั่นของกรมแต่บุยโดยซาแต่มีรจนาสัมพันธ์รูปเรียงนั้นการปราบสระเดียงนี่โอเจียวประเภทดมประเภทสัญลักษณ์มีประเภทสัญลักษณ์จังยังไงในยีบันทาสัญลักษณ์กระดาษสะเพาสัญลักษณ์สัญลักษณ์สะเพาไอ้ดำเป็นข้อเบื้องก็ยังไอ้ทาจิตสัญลักษณ์ได้จะเลยต่อเตี้ยยังมาเมื่อบุญจะปีการปราบนิมระนอบของตัวในตีกรรมบ้านหรือปฏิทินก็การปราบนิมระนอบของตัวในตีชีปฏิทินจุ่มนุ่มเจ้าขนมตำรงนี้นิมดำตระบันลูกเจ้า
ហើយនាមរណបសំហើយនាមរណបសំជាមួយនឹងគុណនាមចង្អុលឬចំនួនលេខដើម្បីដើរតួនាទីជាប្រធាននៃកិរិយាសព្ទរចនាសម្ព័ន្ធរបស់នាមរណបបរិមាណគុណនាមចង្អុលកិរិយាឧទាហរណ៍សិស្ស2នាក់នេះរៀនពូកែណាស់អញ្ចឹង2នាក់នេះវាជារចនាសម្ព័ន្ធវា clear ដើរតួនាទីប្រធានគុណជំនួសឲ្យពាក្យសិស្ស2នាក់អញ្ចឹងពាក្យអ្នកជានាមរណបដែលមកទទួលរងមុខងារជាប្រធានផ្ទាល់និងបញ្ជាក់ភ្លាមថាប្រធាននោះជាមនុស្សចឹងចំណុចបន្តទៀតគឺយើងមកមើលការប្រើប្រាស់នាមរណបក្នុងតួនាទីកម្មបត្តិជំនួសអញ្ចឹងក្នុងទម្រង់នេះនាមរណបឈរនៅខាងក្រោយកិរិយាសព្ទកម្មដើម្បីដើរតួនាទីជាកម្មបត្តិទទួលរងនៅអំពើដោយមិនចាំបាច់មាននាមដើមមកជាមួយឡើយក្នុងរចនាសម្ព័ន្ធរបស់ទូទៅយើងឃើញប្រធានកិរិយានាមបរិមាណគុណនាមចង្អុលនាមរណបឧទាហរណ៍យើងនិយាយពីសិស្សយើងនិយាយពីសៀវភៅខ្ញុំទិញសៀវភៅមួយក្បាលអញ្ចឹងការវិភាគយើងក្នុងរចនាសម្ព័ន្ធ clear មួយក្បាលអញ្ចឹងមួយក្បាលដើរតួនាទីជាកម្មបត្តិផ្ទាល់របស់កិរិយាសព្ទទិញពាក្យក្បាលដើរតួនាទីជំនួសឲ្យនាមសៀវភៅដោយរក្សាទុកຂະຫນាតរាប់និងចំនួនលេខគឺយើងຂະຫນាតលេខនេះគឺយើងរក្សាទុកប៉ុន្តែពាក្យក្បាលនេះគឺយើងជំនួសឲ្យពាក្យនាមសៀវភៅអញ្ចឹងមកដល់ចំពោះ5សេចក្តីសន្និដ្ឋាននិងអនុសាសន៍អញ្ចឹង 5.1 សេចក្តីសន្និដ្ឋានលក្ខណៈសម្គាល់និងប្រភេទនាមរណបខ្មែរមានការបែងចែកយ៉ាងច្បាស់ទៅតាមឯកតាមនុស្សសត្វវត្ថុនិងរុក្ខជាតិការជ្រើសរើសប្រើប្រាស់ឆ្លុះបញ្ចាំងពីឋានៈអនុក្រមសង្គមដូចជាការប្រើពាក្យអង្គរូបអ្នកសម្រាប់មនុស្សនិងការយល់ដឹងហើយចក្ខុវិញ្ញាណទៅលើរូបរាងធម្មជាតិនៃវត្ថុដូចជាដើមសន្លឹកគ្រាប់ជាដើមមុខងារនិងតួនាទីនាមរណបបំពេញមុខងារយ៉ាងមានប្រសិទ្ធភាពជារង្វាស់រង្វល់និងជាຂະຫນាតឯកតារាប់ជាងនេះទៅទៀតវាមានតួនាទីវិជ្ជករយ៉ាងទន់ភ្លន់អាចដើរតួនាទីជាប្រធានជាកម្មបត្តិជំនួសក្នុងល្បះដែលជួយសម្រួលឲ្យល្បះខ្លីហើយមិនស្ទួនពាក្យព្រមទាំងផ្ដល់នូវរូបារម្មណ៍និងន័យធៀបយ៉ាងសម្បូរបែបក្នុងអក្សរសិល្ប៍ 5.2 និយាយពីអនុសាសន៍ឆ្លងតាមការសិក្សាស្រាវជ្រាវយើងសូមលើកអនុសាសន៍មួយចំនួនទី1ការប្រើប្រាស់ឲ្យបានត្រឹមត្រូវគួរយកចិត្តទុកដាក់សិក្សានិងប្រើប្រាស់នាមរណបឲ្យបានត្រឹមត្រូវទៅតាមប្រភេទមនុស្សសត្វវត្ថុនិងបរិបទនៃល្បះដើម្បីរក្សានូវភាពថ្លៃថ្នូរនិងសោភ័ណភាពនៃភាសាជាតិគួរការបង្កើតការផ្សព្វផ្សាយក្រសួងអប់រំយុវជននិងកីឡាគួរតែបន្តជំរុញនិងបញ្ចូលលំហាត់អនុវត្តនៃពីការប្រើប្រាស់នាមរណបឲ្យកាន់តែស៊ីជម្រៅឲ្យបានច្រើននៅក្នុងសៀវភៅសិក្សាគោលចាប់តាំងពីថ្នាក់កម្រិតបឋមសិក្សារហូតដល់ឧត្តមសិក្សាអញ្ចឹងការបកស្រាយប្រធានបទនាមរណបដែលក្រុមរបស់ខ្ញុំកាលណាអាត្មាភាពក្រុមទី8បានធ្វើការបកស្រាយមកប្រមាណប៉ុណ្ណេះក៏ដល់ទីបញ្ចប់អញ្ចឹងចំពោះកំហុសខុសឆ្គងចំពោះបញ្ហាផ្សេងកណ្ដាលលោកម្ចាស់គ្រប់ព្រះអង្គសិស្សមិត្តនិស្សិតទាំងអស់អាចមានចម្ងល់ឬក៏អាចមានបញ្ហាអាចឆាតសួរនៅក្នុងក្រុមបាន